លំហាត់គេមានអេស្ទែឆ្អែត B1 មានបរិមាណ 0.08 ម៉ូល ដែលត្រូវនឹងម៉ាស់ 7.04 ក្រាមតើអេស្ទែនេះមានរូបមន្តម៉ូលេគុលដូចម្ដេចអញ្ចឹងបានន័យថាលំហាត់ហ្នឹងគេចង់ឲ្យយើងរករូបមន្តម៉ូលេគុលនៃអេស្ទែហ្នឹងអញ្ចឹងដើម្បីកំណត់រូបមន្តម៉ូលេគុលនៃអេស្ទែហ្នឹងគឺយើងមកស្គាល់ពីរូបមន្តទូទៅរបស់វាសិនរូបមន្តទូទៅវាគឺ CN2NO2 អញ្ចឹងដើម្បីកំណត់រូបមន្តទូទៅរបស់វាបានតើយើងស្គាល់ n របស់វាសិនអញ្ចឹងដើម្បីរកតម្លៃ n របស់វាបានគឺយើងត្រូវរកម៉ាស់ម៉ូនៃវាសិនម៉ាស់ម៉ូរបស់វាសិនអញ្ចឹងយើងរកម៉ាស់ម៉ូវាតាមរូបមន្ត m ស្មើ m ធំនៃអេស្ទែហ្នឹងស្មើ m នៃ e ចែកឲ្យ n របស់វាបំរាប់របស់យើងគឺម៉ាស់របស់វាគឺ 7.04 ក្រាមចំណែកម៉ូរបស់វាគឺ 0.08 អញ្ចឹងគេបានម៉ាស់ម៉ូនៃអេស្ទែរបស់យើងចែកលេខមកគឺស្មើ88ក្រាមក្នុង1ម៉ូលបន្ទាប់ពីយើងគណនារកឃើញម៉ាស់ម៉ូរបស់អេស្ទែហ្នឹងហើយគឺយើងបូកម៉ាស់ម៉ូរូបមន្តទៅរបស់វាហើយយកវាមកផ្ទឹមគ្នាដើម្បីទាញរក n អញ្ចឹងដោយម៉ាស់ម៉ូនៃអេស្ទែរបស់យើងទូទៅគឺស្មើ 14n បូក 32អញ្ចឹងបន្តមកគឺយើងយកវាមកផ្ទឹមជាមួយនឹងម៉ាស់ម៉ូដែលយើងរកឃើញខាងលើមិញយើងទាញរកតម្លៃ n មកគឺស្មើ4តើបើយើងឃើញ n ហើយយើងជួសចូលរូបមន្តទូទៅរបស់យើងវិញមកគឺយើងបានរូបមន្តដល់នៃអេស្ទែហ្នឹងហើយអញ្ចឹងលំហាត់របស់យើងគឺចប់នៅប៉ុណ្្នឹងបើមានឆ្ងល់អីអាច comment សួរខាងក្រោមវីដេអូបានអរគុណជម្រាបលា